ជំរាបសួរស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាវីដេអូទី2នៅក្នុងពិធីបុណ្យតក្កណានុពទានកតញ្ញូតាធម៌ជូនដល់ជីដូនជីតាលោកយាយលោកតាដែលគាត់បានចែកឋានទៅអញ្ចឹងណាបងប្អូនអញ្ចឹងនេះជាសកម្មភាពវីដេអូបុណ្យទាំងមូលតែម្ដងបាទនេះគឺខាងផ្នែកលាងចានបាទហើយបន្ទាប់មកនេះគឺជាសកម្មភាពផ្នែកចុងភៅគាត់ក៏ដូចជាកំពុងធ្វើបបរសម្រាប់ភ្ញៀវដែលគាត់មកចូលរួមនាពេលព្រឹកអញ្ចឹងណាបងប្អូនអញ្ចឹងបើតាមគាត់ទៅដូចជាអស់10ផ្ទះហ្នឹងបងប្អូនហើយខ្ញុំថតនេះដូចជាផ្ទះចុងក្រោយបាទហើយនេះផ្នែកចុងភៅបាទសិតតែបងប្អូនឯងទេបាទតែគាត់កំពុងកាប់សាច់គោមិនដឹងថាជ្រូកហ្នឹងបងប្អូនអើយបាទហើយគាត់ធ្វើសម្រាប់អាហារពេលល្ងាចសំទោសបាទបងប្អូនសម្រាប់ពេលថ្ងៃដើម្បីធ្វើជាចង្ហាន់លោកអញ្ចឹងណាបងប្អូនបាទអញ្ចឹងគាត់មើលទៅគាត់ទំនងដែរបាទបងប្អូនអញ្ចឹងសិតថាអ្នកស្រុកភូមិគាត់មកជួយធ្វើបាទហើយនេះគឺជាកន្លែងដែលយើងសម្រាប់ដាក់បិណ្ឌបាតហើយនេះគឺជាលោកតាយើងធ្វើសម្រាប់លោកតាដែលគាត់បានចែកឋានទៅបាទនេះកំមុំបាទគាត់ពេលជួបជុំគ្នាម្ដងបាទគាត់ទៅចែកគ្នារឿងនេះរឿងនោះអញ្ចឹងណាបងប្អូនបាទណាគាត់ខានជួបគ្នាយូរដល់ពេលជួបគ្នាម្ដងបាទនឹងរឿងអីខ្លះហើយបងប្អូនអើយកំមុំបាទហ្នឹងហើយបងប្អូនអាចមើលបានបាទយើងអាចសម័យមើលបានណាបងថាជាសកម្មភាពអីដែលគាត់កំពុងចែកគ្នាបាទហើយមិនមែនមានតែមួយក្រុមទេបងប្អូនមានច្រើនក្រុមណាមានអ្នក check in អញ្ចឹងទៅមានអ្នកទៅចែកនេះចែកនោះខ្ញុំមិនដឹងថាគាត់ទៅចែកយ៉ាងអីទេបងប្អូនបាទនិយាយលេងបងប្អូនអើយគាត់ទៅសិតតែជាសាច់ញាតិបងប្អូនយាយសិតតែអ្នកក្នុងស្រុកភូមិបងជាមួយបាទហើយនេះក៏យាយរបស់ខ្ញុំដែរបាទយាយគាត់ត្រូវជាបងថ្លៃរបស់យាយរបស់ខ្ញុំបាទនេះគាត់នៅចិត្តគ្នាហ្នឹងបាទមួយបងថ្លៃមួយប្អូនថ្លៃបាទអញ្ចឹងកន្លែងសកម្មភាពដែលអ៊ំពូមីងលោកតានិយាយគាត់ភ្ញាក់ហ្នឹងបាទដោយសាររូបថតលោកតារបស់ខ្ញុំហ្នឹងគាត់បានដួលអញ្ចឹងតែគាត់កំពុងតែផ្ចង់អារម្មណ៍សូត្រធម៌តាមលោកអាចារ្យហើយដល់ពេលអារម្មណ៍ទៅគាត់ភ្ញាក់របស់គាត់បាទភ្ញាក់ទាំងអស់គ្នាតែម្ដងបាទនេះគឺជាសកម្មភាពបងប្អូនដែលគាត់មកចូលរួមចូលបុណ្យចូលបច្ច័យអញ្ចឹងណាបងប្អូនហើយសកម្មភាពគឺមានច្រើនបងប្អូនហើយអញ្ចឹងបងប្អូនអាចទស្សនាតាមសកម្មភាពនឹងជាក់ស្ដែងអញ្ចឹងណាបងប្អូនហ្នឹងហើយបាទអញ្ចឹងសកម្មភាពនៅក្នុងពិធីបុណ្យហ្នឹងគឺខ្ញុំថតនៅកន្លែងរៀបចំកម្មវិធីទេបងប្អូនណាកន្លែងកន្លែងភ្ញៀវដែលគាត់ទទួលទានអាហារពេលព្រឹកពេលអីហ្នឹងគឺខ្ញុំអត់បានថតទេបងប្អូនអញ្ចឹងដូចជាម្ដាយមីងបាទគាត់ធ្វើទឹកស្អីទេបាទបងប្អូនខ្ញុំក៏អត់ស្គាល់ច្បាស់ដែរខ្ញុំក៏អត់ដឹងច្បាស់ដែរតើតងទៅនឹងទឹកហ្នឹងឃើញគាត់ដាក់ទៅលើបាតដៃនេះលោកតាលោកយាយទាំងអស់គ្នាហ្នឹងបាទដាក់អញ្ចឹងទៅហើយខ្ញុំអត់ដឹងថាជាទឹកមុនឬក៏ទឹកអីបងប្អូនអស់គ្នាបងប្អូនអស់គ្នាដឹងអាចជួយខមមិនប្រាប់អស់គ្នាផងបាទនិយាយរួមឃើញគាត់ដាក់អស់គ្នាអញ្ចឹងទៅហើយខ្ញុំក៏មិនដឹងថាទឹកអីដែរហើយខ្ញុំដាក់ទាំងលោកទាំងអីទាំងអស់គ្នាហ្នឹងបាទខ្ញុំមិនដឹងថាទឹកអីទេបងប្អូនដឹងអាចជួយខមមិនប្រាប់ខ្ញុំបានណាបងប្អូនបាទហើយនេះគឺជាការវេទៅដល់លោកតាលោកយាយហើយនេះជាសកម្មភាពដាក់បិណ្ឌបាតបាទសម្រាប់បងប្អូនសាច់ញាតិដែលដាក់បិណ្ឌបាតសម្រាប់
cái hào ủ từ có sao từ đó sạch nhiệt bằng ôn chẳng hết là bằng ôn mà chẳng bằng ôn ai tu sửa bán hay nhằm năng bật bật hai em từ đấy chuẩn mạch xanh xanh tiếp bằng ôn ba bằng ôn chẳng là bận to pi rọc bạt hói bằng ôn sạch nhiệt ở này đang có bàn chung này cứ môn nâng đã chẳng hạn lỗ cứ dương thử điệp trong một hộp hà mà chỉ nón đầm bầy chun đòn lục dây chỉ muốn sân và chẳng bằng ôn ai tu sửa bán chẳng dương bóng chụp chung bằng ôn ở này về chung hói cứ dương thử dùng hộp đầm bầy ai lục dây cột thôi cả pizza đặc biệt ngày chẳng đó mà chẳng muốn là bậc kèn chun hộp hà đó còn đang có lục trà cột bàn sốt môn tình tuổi đại và nhóm có vô cho bác vì cái lại năng đáy chẳng và xin nhập bằng ôn bạn đăng thời mạch nắng ai chui cầm mình bắt trẻ từ lời cảm hiệp nâng bạn được kia bà phụ xa cái lại mà chỉ muốn có nhóm một bạn đang đây bằng phố nơi chân xôm chia sẻ tạo nghiệp phóng và chân không đấy cứ sợ chỉ bằng phố sạch nhiệt đó mà ai miền chỉ sạch nhiệt cái hào sạch chật sạch ngay và nó không phun nó chất chất đó các bạn đại dương bàn trên con mà châu rùm không cảm thì nâng tạo nghiệp và ba đôi bóng bóng khơi chẳng cảm phiền bánh cứ lục dây cọt thử chun bò con cháu cháu tua để chẳng nó bóng bóng bàn tay cọt lại ba micro và cọt yên chẳng nó bóng bóng chẳng cọt đã qua micro chất có cọt ở trên hình giấy bóng bóng đây là video ba bóng bóng chẳng cái lại cảm phiền đấy mình to bị song bàn chan chẳng hạn rồi đó có sẽ nhiệt bằng ôn bàn vô mà hộp mà chân luôn nó cứ thử một chun lục cà trà phòng này là mấy lục hàng lục cà trà có chun bón chun bò cái mẹ phao thành thì chấm nó bằng ôn mà
ហើយក៏មានបន្លែមីងកៅមីងតូចបាទអញ្ចឹងគាត់ជូនដល់លោកយាយលោកតាគេហៅជូនបច្ច័យបងប្អូនខ្ញុំរត់នឹកឃើញបាទអញ្ចឹងបន្ទាប់ពីជូនបច្ច័យដល់លោកតាលោកយាយទាំងអស់គ្នាហើយក៏រៀបចំហូបអាហារឲ្យប្រកបហ្នឹងបាទញ៉ាំពិសាអាហារពេលថ្ងៃត្រង់ជុំគ្នាអញ្ចឹងណាបងប្អូនបាទនេះគឺជាសកម្មភាពរួមនៅអាហារពេលថ្ងៃបាទបន្តមកទៀតក៏និមន្តព្រះសង្ឃឲ្យសូត្រមន្តប្រោះព្រំទឹកទៅដល់លោកយាយទាំងអស់គ្នាអញ្ចឹងណាហើយបន្តមកកូនចៅបងប្អូនសាច់ញាតិហ្នឹងក៏គេហៅចាប់ផ្ដើមកក់សាប៊ូដោះក្អែលសម្អាតខ្លួនហើយក៏ឲ្យលោកប្រោះព្រំលើករាសីសម្រាប់ឆ្នាំថ្មីទាំងអស់គ្នាអញ្ចឹងណាបងប្អូនបាទបងប្អូនអញ្ចឹងពិធីបុណ្យទាំងមូលអញ្ចឹងនេះគឺជាសកម្មភាពចុងក្រោយនៃពិធីបុណ្យហើយបងប្អូនអាចទស្សនាមើលទាំងអស់គ្នាបងប្អូនណាអញ្ចឹងអរគុណច្រើនវីដេអូមានប៉ុណ្ណឹងហើយសូមជូនពរបងប្អូនអរគ្នាដែលបានទស្សនាវីដេអូនេះសូមជួបតែសំណាងល្អសុខភាពល្អរកប្រកបទទួលមានបានជោគជ័យគ្រប់ភារកិច្ចបងប្អូនណាហើយជូនពរបុណ្យមគ្គផលដល់អ្នកគ្នាផងអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងអរគុណច្រើនបងប្អូនអរគ្នាណា